អូនពិតជាសុំទោសពិតមែនអូនត្រូវរៀបការទៅតាមគ្រួសារហើយគោរពជ្រាបសួរទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់គ្នារីករាយស្វាគមន៍មកកាន់កម្មវិធី Insight គឺជាកម្មវិធីមួយដែលនិយាយពីរឿងក្នុងចិត្តរបស់ប្រិមិត្តហើយកម្មវិធីនេះផងដែរគឺបើកទូលំទូលាយទៅដល់ប្រិមិត្តទាំងអស់គ្នាដោយក្នុងនោះប្រិមិត្តទាំងអស់គ្នាអាចផ្ញើសារមកកាន់ Telegram ឬក៏តាម Facebook Page របស់ក្រុមការងារយើងខ្ញុំនឹងរៀបរាប់រាយរាប់ទៅកាន់ទស្សនិកជនប្រិយមិត្តទាំងអស់គ្នាដោយបងប្អូនអាចផ្ញើសារជាសារសំឡេងឬក៏ជាការសរសេរបាទដូចដឹងក្នុងស្រេចអញ្ចឹងឯងសម្រាប់រឿងក្នុងចិត្តបើសិនជាយើងទុកនៅក្នុងចិត្តយូរយើងនឹងមានកង្វល់កាន់តែច្រើននឹងមានអារម្មណ៍ថា stress ពិបាកចិត្តកាន់តែខ្លាំងដូច្នេះហើយកម្មវិធីមួយនេះគឺជាកម្មវិធីសម្រាប់ឲ្យពុកម៉ែបងប្អូនបញ្ចេញអារម្មណ៍បញ្ចេញរាល់អ្វីដែលជាទុក្ខសោកភាពសោកស្ដាយរឿងដែលយើងមិនអស់ចិត្តដែលយើងនៅតែងតែគិតយើងត្រូវការអ្នកបញ្ចេញដោយយើងមិនអាចបញ្ចេញបានប្រាប់ទៅដល់ក្រុមគ្រួសារឬមិត្តភ័ក្តិដូច្នេះបងប្អូនអាចផ្ញើសារមកបានតាម Telegram នៅលើ screen របស់ផលយើងនេះបាទហើយថ្ងៃនេះដែរខ្ញុំក៏បានទទួលបាននូវសាច់រឿងមួយពីបងប្រុសម្នាក់មកពីខេត្តកំពង់ធំដែរតែគាត់អត់សូមបង្ហាញឈ្មោះទេបាទអញ្ចឹងសូមស្ដាប់ដូចតទៅកាលពីខ្ញុំរៀននៅថ្នាក់ទី10ខ្ញុំបានជួបស្នេហាដ៏វ័យក្មេងមួយដែលខ្ញុំបានជួបនាងនៅកន្លែងញ៉ាំអីមួយកន្លែងនៅក្រៅសាលារៀនរបស់ខ្ញុំនាងបានមកជាមួយមិត្តភ័ក្តិរបស់នាងដែលមិត្តភ័ក្តិរបស់នាងនោះគឺជាមិត្តភ័ក្តិរបស់ខ្ញុំកាលនោះគ្រាន់តែឃើញជួបគ្នាភ្លាមពួកយើងទាំងពីរនាក់បានលួចសម្លឹងគ្នាទៅវិញទៅមកហើយបានញញឹមដាក់គ្នាតិចពួកយើងបានជជែកគ្នាទាំងអស់គ្នារហូតដល់ម៉ោងចេញទៅផ្ទះក៏ពួកយើងមកបែកផ្លូវផ្ទះគ្នាទៅរៀងៗខ្លួនដោយការចាប់អារម្មណ៍ខ្ញុំក៏បានសាកសួរមិត្តខ្ញុំដែលជាមិត្តភ័ក្តិរបស់នាងពីលេខទូរស័ព្ទពីព្រោះកាលនោះមិនមាន Facebook ទូលំទូលាយទេបងបន្ទាប់ពីទទួលបានលេខរបស់នាងខ្ញុំក៏បានខលទៅនាងហើយពួកយើងបានជជែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយក្នុងមួយថ្ងៃជាច្រើនម៉ោងទៀតផងបងហើយពេលមួយខ្ញុំក៏បានសុំនាងធ្វើសង្សារហើយនាងក៏យល់ព្រមអូភ្លេចប្រាប់បងនាងជាអ្នកកំពង់ចាមហើយនាងជាសិស្សនៃកន្លែងសាឡនមួយកន្លែងនៅខេត្តកំពង់ធំយើងហ្នឹងហើយនាងបានជប់រៀនហើយពួកយើងក៏បានសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរាល់ពេលដែលខ្ញុំទំនេរពីការសិក្សាខ្ញុំចាំបានគឺពួកយើងចាប់ផ្ដើមពីខែកុម្ភៈហើយស្នេហាសោកបំប្រងណាស់គ្មានការជ្រប់ប្រកែកគ្នាតទៅសោះហើយពួកយើងមានក្តីសុខនិងមានសុភមង្គលក្នុងចិត្តនាខែមេសាជាខែដែលចូលឆ្នាំខ្មែរនាងក៏បានប្រាប់ខ្ញុំថានាងមិនបានដើរលេងជាមួយខ្ញុំទេនាងត្រូវទៅលេងស្រុកហើយនាងក៏បានទៅមុនមួយសប្តាហ៍ខ្ញុំក៏មិនបានបដិសេធឬដេញដោលអ្វីទេព្រោះខ្ញុំយល់ពីស្ថានភាពព្រោះតែនាងនៅឆ្ងាយស្រុកប៉ុន្តែពេលដែលនាងទៅស្រុកនឹងនាងសូនឈឹងមិនអាចតាក់ទងនាងបានខ្ញុំខលនាងក៏មិនចូលខ្ញុំអារម្មណ៍ណាស់បងមិនដឹងសុខទុក្ខនាងយ៉ាងណាមនុស្សធ្លាប់តែនិយាយគ្នារៀងរាល់យប់មិនដែលខានឡើយតែពេលនេះបែរជាបាត់ដំណឹងនាងសូនពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំព្យាយាមខលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមួយថ្ងៃមិនក្រោម10ដងទេបងអើយតែនៅតែមិនអាចតាក់ទងបាននាថ្ងៃមួយក្រោយចូលឆ្នាំខ្ញុំមិនចាំថាថ្ងៃណាទេខ្ញុំដឹងថាថ្ងៃនោះខ្ញុំទៅសាលាហើយខ្ញុំកំពុងដើរចូលថ្នាក់ព្រោះដល់ម៉ោងចូលរៀនហើយស្រាប់តែមានលេខទូរស័ព្ទមួយខ្សែដែលលេខនោះខ្ញុំមិនដែលស្គាល់សោះហើយខ្ញុំក៏បានលើកអាឡូហើយខ្ញុំក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសំឡេងដែលបាននិយាយមកអាឡូបងអូនណាគ្រាន់តែលើបែបនេះខ្ញុំក៏សប្បាយចិត្តដោយសារតែខ្ញុំបានឮសំឡេងរបស់មនុស្សដែលខ្ញុំស្រឡាញ់ប៉ុន្តែអ្វីដែលត្រូវខកចិត្តនោះពាក្យបន្ទាប់គឺអូនសុំទោសណាបងអូនត្រូវរៀបការហើយ
អូនពិតជាសុំទោសពិតមែនអូនត្រូវរៀបការទៅតាមគ្រួសារហើយបងអើយក្នុងចិត្តខ្ញុំពេលនោះខ្ញុំមិនអាចរៀបរាប់បានទេតើវាឈឺប៉ុណ្ណាព្រោះស្នេហាមិនដែលធ្លាប់តែប្រេះឆាតតែសោះបែរជាមកជួបរឿងបែបនេះខ្ញុំក៏បានសួរថាអូនអត់អាចប្រកែកទេបានទេនាងក៏ឆ្លើយអូនសុំទោសណាហើយអ្វីដែលនាងផ្ដាំចុងក្រោយគឺថែខ្លួនផងបងអូនស្រឡាញ់បងបាយបាយបងអើយអារម្មណ៍ខ្ញុំពេលនោះពិបាករៀបរាប់ណាស់សូម្បីតែនៅក្នុងថ្នាក់គ្រូបញ្យលមេរៀនក៏ខ្ញុំស្ដាប់បញ្ចូលដែរសង្សារធ្លាប់តែនិយាយលេងធ្លាប់តែស្និទ្ធស្នាលធ្លាប់តែគិតរួមគ្នានៅថ្ងៃខាងមុខបែរជាបែកគ្នាទាំងមិនបានជួបមុខមុនបែកទាំងមិនបានប្រើពាក្យថាបែកគ្នាបែរជាជួបរឿងបែបនេះតែជាចុងក្រោយខ្ញុំមានតែព្យាយាមកាត់ចិត្តហើយសង្ឃឹមថានាងមានសុភមង្គលនៅក្នុងជីវិតស្នេហាខ្ញុំស្នេហានេះគឺជាស្នេហាភ្លើងចម្បើងចាប់ផ្ដើមកលឿនហើយចប់កលឿនសូមអរគុណបងដែលបានអានសាច់រឿងរបស់ខ្ញុំអូបន្ទាប់ពីការស្ដាប់នេះមកតើប្រិយមិត្តទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរសូមcomment នៅខាងក្រោមផងបាទហើយសាច់រឿងរបស់បងអូនខាងលើពិតជាកំសត់ខ្ញុំអាចថាកំសត់តែយ៉ាងណាក៏វាជាពេលវេលាខ្លីក៏ដោយក៏នៅតែជាស្នេហាមួយដែរដែលបែកគ្នាដោយត្រូវរៀបការទៅតាមគ្រួសារបាទហើយខ្ញុំស្គាល់សង្ឃឹមថាបងអូនមកដល់ពេលនេះហើយជឿជាក់ថាបងអូនអាចកាត់ចិត្តបានហើយព្រោះតាំងពីបងអូនរៀនទី10ម្លេះអញ្ចឹងខ្ញុំជូនពរឲ្យបងអូនជួបនៅគូដៃគូថ្មីនឹងអាចកាន់ដៃគ្នាចូលរួមការនឹងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរបាទហើយបើសិនជាប្រិយមិត្តមានយោបល់សូម comment នៅខាងក្រោមហើយកុំភ្លេចជួយ subscribe របស់ YouTube របស់ខ្ញុំផងដែរបាទសូមអរគុណសូមជម្រាបលា